អូអាហ្នឹងគេហៅថាបន្លែធម្មជាតិពិតអានេះផ្កាអីបងប្អូនដឹងណាស្គាល់ណាផ្កាល្ពៅហើយមានផ្កាល្ពៅមធ្យមងុំទូល្ពៅទៀតនិយាយថាខ្ចីលវក់អូយ18មណ្ឌលហើយអានេះអានោងបងប្អូនណាអានោងជ្រុងនេះចាអាហ្នឹងក៏ខ្ចីដែរនេះឃើញទេនេះបងប្អូនខ្ចីល្អមែនតើខ្ញុំទៅផ្សារទិញបានសិតតែបន្លែធម្មជាតិហើយមិនត្រឹមតែអានោងទូល្ពៅទេនេះច្រឡងក៏ធម្មជាតិដែរបោះស្រែយើងពិតហើយសំបីតែម្អមនេះក៏ធម្មជាតិដែរបងប្អូនណាម្អមស្រែណាប៉ុន្តែខ្ញុំទិញនៅផ្សារចាចង់និយាយចឹងឥឡូវយើងបេះបន្លែសិននេះទូល្ពៅធម្មជាតិយើងស្លដាក់ទូល្ពៅបន្តិចផ្កាល្ពៅបន្តិចអានោងនេះបន្តិចចឹងទៅនេះអានោងនេះផ្កាល្ពៅយើងបេះខាងនឹងចេញមកហើយយើងបេះអាបដូរក្តារនឹងចេញមកយើងសកអាខាងក្រោមនេះចេញមកប៉ុណ្ណឹងហើយជាការស្រេចចំណែកឲ្យទូល្ពៅយើងក្តិចយកទៅត្រួយខ្ចីមកណានេះឃើញទេចឹងមកអូខេបេះដាក់ទៅបេះដាក់កញ្ច្រែងសិនមកទៅចាំមើលស្លចាំចុងវីដេអូដាក់សម្លឲ្យមើលមកឥឡូវបេះហ្នឹងសិនខ្ញុំស្រឡាញ់ហ្នឹងទេនេះអូល្ពៅអូនេះល្ពៅអានោងឡងខ្ចីល្អមកនេះជាតិឡងយ៉ាបេះចឹងមកបេះអាបដូរក្នុងនេះមកមិនបេះឲ្យម្ដងឲ្យបងប្អូនមើលនេះហើយចេះក្បាលnàyបេះអាបដូរនេះនេះអត់ស្អីគេអីគេហ្នឹងបាយបងប្អូនហើយមានទាំងនេះផ្កាល្ពៅអានោងនេះច្រឡងម្អមអូយណងចំណែកឯម្ហូបគឺខ្ញុំជ្រើសរើសយកកំពឹសហើយនឹងត្រីដែងតុនស្រែមួយកំពឹសក៏ធម្មជាតិទេណាបោះស្រែសុទ្ធចំណែកឯបន្លែខ្ញុំលាងហើយគាត់ថានោងអត់ទាន់កាត់ទេខ្ញុំកាត់ធ្វើកង់បងហើយខ្ញុំដាក់ឲ្យគេម្អមក្អូបនេះអូយចាំមើលឆ្អិនទាំងអស់គ្នាបងប្អូនចាំមើលបន្ទាប់ទៀតបងប្អូនអើយចុងក្រោយតំណងខ្លាំងមែនតើនេះយើងលាយដាក់កំពឹសមួយអីចឹងមកអូយតំណងណាតើបងប្អូនបានហើយខ្ញុំហូបបាយសិនអរគុណដែលបានចូលទស្សនានេះម្អមក្អូបលើគេថាណែហូបម្អមក្អូបរឹងដៃរឹងជើងខ្ញុំរឹងដៃចាំហូបទៅក្រាន់បាយខ្ញុំសាកមើលទិញដាក់ស្លអីដាក់បន្តិចហូប